ឯកឧត្តមអ៊ុនចន្ទរានិងឯកឧត្តមប៉ែនកុសលអញ្ជើញចុះសួរសុខទុក្ខភរិយាយោធិនជួរមុខម្នាក់ដែលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនៅវេលាម៉ោង 9 ព្រឹកថ្ងៃអង្គារទី 30 ខែកញ្ញាឆ្នាំ 2025 ឯកឧត្តមអ៊ុនចន្ទរានិងឯកឧត្តមប៉ែនកុសលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំរួមដំណើរដោយលោកវេជ្ជបណ្ឌិតគឹមសុភិរុននិងឯកឧត្តមនាយកសាខារួមនឹងប្រធានមន្ទីរពេទ្យបង្អែកខេត្តបានអញ្ជើញចុះសួរសុខទុក្ខលោកស្រីចន្ទរាឌីអាយុ 25 ឆ្នាំជាភរិយាយោធិនជួរមុខទិសប្រាសាទតាក្របីស្លាប់ឆ្វេងមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទរានិងឯកឧត្តមប៉ែនកុសលបាននាំយកនៅបណ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិតអាសូរបំផុតពីសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតួនាទីជាអិសរាជជនឆ្នើមថ្នាក់ជាតិសម្ដេចប្រធានតែងតែបានណែនាំឲ្យក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិថ្នាក់សាខាក៏ដូចជាបណ្ដាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងនោះត្រូវផ្ដោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខនិងពលរដ្ឋភិសិកពិសេសការគាំពៀសុខភាពមាតាទារកនិងកុមារដោយមិនរើសអើងគួររំលឹកថាអ្នកស្រីចន្ទរាឌីជាភរិយាវរយោធិនជួរមុខទិសប្រាសាទតាក្របីដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងផ្ដួលផ្ដាច់នៅសមរភូមិព្រំដែនអ្នកស្រីបានស្នាក់នៅផ្ទះម្ដាយបង្កើតនាភូមិសំពៅផុសឃុំជារោទី 2 ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំហើយបានប្តីជាវរៈកងទ័ពដែលបានច្បាប់ពីអង្គភាពជូនមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលសេវាសម្រាលនិងថែទាំព្យាបាលជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុងដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅវេលាម៉ោង 6:45 នាទីព្រឹកថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2025 អ្នកស្រីចន្ទរាឌីក៏បានសម្រាលបានកូនប្រុសម្នាក់ទម្ងន់ 2.8 គីឡូក្រាមដោយសុវត្ថិភាពឯកឧត្តមអ៊ុនចន្ទរានិងឯកឧត្តមប៉ែនកុសលបានផ្ដល់នូវអំណោយរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាជូនអ្នកស្រីចន្ទរាឌីរួមមានម្សៅទឹកដោះគោសម្ភារៈមេតាខោអាវទារកគិតស្ត្រីមួយឈុតផ្លែឈើ2កន្ត្រកនិងថវិកាសរុបចំនួន 1,50,000 រៀល